ជាក់ស្ដែងទៅខ្ញុំអត់សូវចេះហ្មងនេះប៉ុន្តែអ្នកគ្រូគាត់បានបរៀនខ្ញុំដិតដាមែនតើអញ្ចឹងទៅគាត់មាន confidence ខាងនៅក្នុងខ្លួនណាទោះបីជាយើងអត់សូវច្បាស់អត់មានជំនាញអីច្បាស់លាស់ប៉ុន្តែយើងអាចមាន confidence តិចតួចដែលថាយើងអាចនឹងជួយគាត់ហើយហៅជំនួយមកបាននៅពេលដែលថាយើងជួបរឿងនឹងជាក់ស្ដែងវគ្គមូលដ្ឋានគ្រឹះនៃការសង្គ្រោះជីវិតជាមេរៀនមួយដែលមនុស្សទូទៅគួរតែចេះដើម្បីអាចជួយសង្គ្រោះមនុស្សជាទីស្រឡាញ់ឬក៏មនុស្សជុំវិញខ្លួនឲ្យបានទាន់ពេលវេលាមុនពេលក្រុមគ្រូពេទ្យមកដល់កាលពីថ្ងៃទី16-17 ខែកញ្ញាឆ្នាំ2025ខាងមន្ទីរពេទ្យអន្តរជាតិមិត្តភាពអង្គរជប៉ុនបានចុះបង្រៀនវគ្គបណ្ដុះបណ្ដាលស្ដីពីមូលដ្ឋានគ្រឹះនៃការសង្គ្រោះជីវិតជូនទៅដល់បុគ្គលិកនៃសន្តាគារ FCC អង្គរដែលជាសន្តាគារបម្រើសេវាកម្មស្នាក់នៅសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលបានមកទស្សនានៅក្នុងខេត្តសៀមរាបក្រឡេកមកមើលសកម្មភាពរបស់ក្រុមគ្រូពេទ្យដែលបានបង្រៀនវគ្គបណ្ដុះបណ្ដាលនេះទាំងទ្រឹស្ដីនិងការអនុវត្តជាក់ស្ដែងពីមួយជំហានទៅមួយជំហានគឺដើម្បីបង្កើតនូវចំណេះដឹងនិងការត្រូវធ្វើបែបណានៅពេលដែលឃើញជនរងគ្រោះដល់បុគ្គលិកទាំងអស់ឲ្យបានយល់ច្បាស់ពីការជួយសង្គ្រោះការការពារខ្លួនជាមុននិងបច្ចេកទេសជួយសង្គ្រោះផ្សេងៗទៀតទោះបីជាពួកគាត់មិនមែនជាក្រុមគ្រូពេទ្យក៏ដោយក៏អាចជួយសង្គ្រោះបឋមបានដែរសម្រាប់វគ្គបណ្ដុះបណ្ដាលនេះបានផ្ដល់ដោយឥតគិតថ្លៃក្នុងគោលបំណងដើម្បីឲ្យប្រជាជនដែលរស់នៅក្នុងខេត្តសៀមរាបនិងប្រជាជនផ្សេងៗទៀតទទួលបានចំណេះដឹងកាន់តែច្រើនអាចយកទៅប្រើប្រាស់ក្នុងគ្រាអាសន្នណាមួយដែលកើតឡើងដោយយថាហេតុជាការចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិដើម្បីឲ្យធនធានមនុស្សកាន់តែមានគុណភាពសូមបញ្ជាក់ផងដែរថាមន្ទីរពេទ្យរបស់ពួកយើងមានសកម្មភាពស្ម័គ្រចិត្តផ្សេងៗដូចជាការផ្ដិតមើលភ្នែកកម្រិតនៃការមើលឃើញនិងទឹកដក់នៅក្នុងភ្នែកដែលឥតគិតថ្លៃនៅក្នុងមន្ទីរពេទ្យផ្ទាល់ក៏ដូចជានៅតាមសាលារៀនភោជនីយដ្ឋានផ្សេងៗផងដែរប្រសិនបើលោកអ្នកមានគោលបំណងចង់ឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់យើងចុះទៅផ្ដល់ជូននៅវគ្គបណ្ដុះបណ្ដាលនេះជូនដល់បុគ្គលិកស្ថាប័នរបស់លោកអ្នកសូមធ្វើការទាក់ទងមកកាន់ page របស់ពួកយើងផ្ទាល់សូមអរគុណ